រឹកសួរនឹងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Wild Cambodia Nature ដែលជាវេទិកាចែករំលែកចំណេះដឹងអំពីសត្វព្រៃបក្សីនិងធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានៅក្នុងវីដេអូនេះដែរខ្ញុំនឹងស្វែងយល់អំពីបក្សីដ៏កម្រនិងគួរឲ្យចាប់អារម្មណ៍មួយប្រភេទដែលមួយគឺជាសត្វពិសេសចង្កុំគោក្រហមឬជាភាសាអង់គ្លេសហៅថា Aragola woodpecker បក្សីប្រភេទនេះមានសារៈសំខាន់ខ្លាំងសម្រាប់ជីវៈចម្រុះរបស់កម្ពុជាព្រោះវាជាប្រភេទសត្វដែលមានដែនរបាយកំណត់នៅក្នុងតំបន់ Indian ត្រសេះវ័នកក្រហមឬត្រសេះចង្កុំកក្រហមជាបក្សីអម្បូរត្រសេះដែលមានទំហំមធ្យមទៅធំនិងមានប្រវែងដងខ្លួនប្រហែល30ទៅ32សង់ទីម៉ែត្រជាទូទៅវាមានសម្បុរពណ៌បៃតងចាស់និងមានបំពង់កស្លេកផ្នែកស្លាបមានពណ៌លាយសម្រិតដែលធ្វើឲ្យមានរូបរាងពិសេសនិងងាយសម្គាល់នៅពេលដែលមើលចិត្តចំពោះសត្វឈ្មោលមានលក្ខណៈពិសេសបំផុតគឺមានមកុដចិញ្ចឹមកនិងវ័នកក្រហមឆ្អែតដែលមើលទៅដូចជាពាក្យកន្សែងក្រហមអញ្ចឹងវាមានឆ្នូតពណ៌សនៅលើភ្នែកនិងមានស្នាមពណ៌សនៅតាមចំហៀងដងខ្លួនផងដែរចំណែកឯសត្វញីវិញមានមកុដឬក៏បន្ទូក្បាលមានពណ៌បៃតងខ្មៅនិងពណ៌ក្រហមនៅតំបន់កមិនសូវជាច្បាស់ដូចសត្វឈ្មោលទេដោយឡែកប្រភេទទីជម្រកនិងការទម្លាប់នៃការរស់នៅរបស់ត្រសេះវ័នកក្រហមឬក៏ត្រសេះចង្កុំកក្រហមចូលចិត្តរស់នៅក្នុងព្រៃពាក់កណ្ដាលស្រោងជាពិសេសតំបន់ដែលមានភ្នំនិងព្រៃធម្មជាតិដែលនៅស្រះល្អនៅក្នុងប្រទេសកម្ពុជាវាត្រូវបានកត់ត្រាជាចម្បងនៅក្នុងតំបន់ដែលមានកម្ពស់ប្រហែល200ទៅ300ម៉ែត្រពីនីវ៉ូទឹកសមុទ្រដោយសត្វត្រសេះដទៃទៀតដែរវាចូលចិត្តរកស៊ីតាមដើមឈើសម្បកឈើហើយនៅពេលខ្លះក៏អាចចុះមករកចំណីនៅលើដីផងដែរសំឡេងរបស់វាមានលក្ខណៈដូចនៅក្នុងសំឡេងវីដេអូដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះហើយវាក៏អាចបញ្ចេញសំឡេងហួចវែងនិងមានសូរទន់ផងដែរអ្វីដែលធ្វើឲ្យត្រសេះវ័នកក្រហមមានភាពពិសេសគឺវាជាប្រភេទបក្សីដែលមានរបាយកំណត់នៅក្នុងតំបន់ Indian វាត្រូវបានរកឃើញនៅក្នុងប្រទេស3តែប៉ុណ្ណោះដែលមាននៅក្នុងប្រទេសកម្ពុជាប្រទេសឡាវហើយនិងប្រទេសវៀតណាមដូច្នេះកម្ពុជាមានតួនាទីសំខាន់ក្នុងការការពារប្រភេទសត្វដ៏កម្រនេះនិងជំរកធម្មជាតិរបស់វាផងដែរនៅប្រទេសកម្ពុជាត្រសេះវ័នកក្រហមគឺជាបក្សីរស់នៅប្រចាំតំបន់ដ៏កម្រវាត្រូវបានកត់ត្រានៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាជាពិសេសនៅតំបន់ដូចជាឧទ្យានជាតិវីរៈជ័យនិងតំបន់សៀមប៉ាននៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅនិងការអភិរក្សបក្សីប្រភេទនេះចំណែកឯស្ថានភាពអភិរក្សវិញត្រសេះវ័នកក្រហមត្រូវបានចាត់ថ្នាក់ជាសត្វជិតរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់ IUCN មូលហេតុសំខាន់ដែលអាចប៉ះពាល់ដល់ចំនួនធ្វើឲ្យថយចុះគឺការបាត់បង់និងការរឹតរើនៃជំរកព្រៃធម្មជាតិនៅពេលព្រៃឈើត្រូវបានបំផ្លាញឬបែកខ្ញែកសត្វដែលពឹងផ្អែកលើធម្មជាតិដូចជាត្រសេះវ័នកក្រហមក៏ប្រឈមនឹងការបាត់បង់ទីជម្រកនិងប្រភពរកចំណីផងដែរត្រសេះវ័នកក្រហមឬត្រសេះចង្កុំកក្រហមអាចជាបក្សីមួយដែលមនុស្សជាច្រើនមិនធ្លាប់បានឃើញប៉ុន្តែវាគឺជាផ្នែកមួយដ៏មានតម្លៃនៃជីវៈចម្រុះរបស់កម្ពុជាការការពារបក្សីមួយប្រភេទមិនមែនមានន័យថាយើងការពារតែបក្សីមួយប្រភេទនោះទេការការពារចម្រុះរបស់វាគឺជាការការពារព្រៃឈើប្រភពទឹកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីទាំងមូលដូច្នេះសូមចូលរួមជាមួយយើងដើម្បីស្វែងយល់ពីធម្មជាតិគោរពធម្មជាតិអភិរក្សធម្មជាតិនិងការពារធម្មជាតិកម្ពុជាសូមអរគុណសម្រាប់ការទស្សនា Wild Cambodia Nature ប្រសិនបើអ្នកចូលចិត្តវីដេអូអំពីបក្សីនិងសត្វព្រៃកម្ពុជាសូមចុច Follow Share និង Subscribe ដើម្បីគាំទ្រការផ្សព្វផ្សាយចំណេះដឹងអំពីជីវៈចម្រុះនិងការអភិរក្សធម្មជាតិសូមអរគុណ